ចឹងសម្រាប់ Manchester United បើគិតមកដល់ពេលនេះបាទប្រិមិត្តក៏សួរថាតើនឹងអាចនៅក្នុងតំណែង Top 4 ដែរទេបាទខ្ញុំអាចនិយាយបានថាអាចបាទហើយក៏មិនអាចផងដែរវាអាស្រ័យទៅលើកីឡាករបាទបច្ចុប្បន្ននេះឃើញថាសម្រាប់ការប្រកួតរបស់ Manchester United គឺនៅសល់តែ Premier League នោះទេការផ្ដោតធ្ងន់របស់ Carrick គឺធ្វើយ៉ាងណាដើម្បីឲ្យ Manchester United នេះបានលេងពាន UEFA Champions League នៅរដូវកាលក្រោយបាទវាជារឿងមួយដែលលំបាកតិចហើយបាទសម្រាប់ Carrick បាទក្នុងនោះផងដែរមានកីឡាករមួយចំនួនរបស់ Manchester United អាចនឹងត្រូវត្រឡប់មកវិញបាទហើយយើងឃើញហើយមានដូចជា Sancho មានដូចជា Onana បាទជា Marcus Rashford នឹងត្រូវមកកាន់ Manchester United វិញបាទសម្រាប់ Marcus Rashford មកដល់ពេលនេះគឺកំពុងតែស្ថិតនៅក្នុងភាពតែតោលហើយប្រិមិត្តអ្វីទៅខ្ញុំនិយាយថាភាពតែតោលមកដល់ពេលនេះក្រោមការដឹកនាំរបស់លោក Hansi Flick ក៏ដូចជាបាទថ្នាក់ដឹកនាំរបស់ Barcelona បានសម្លឹងមើលឃើញអំពីបាទស្ថិតិរបស់ Marcus Rashford គឺមិនទាន់អាចល្អគ្រប់គ្រាន់នៅក្នុងការចុះហត្ថលេខាចូលរួមមួយ Barcelona បាននោះទេហើយសម្រាប់ Manchester United គឺរឹងត្អឹងជាមួយតម្លៃមែនតើបាទ26លានផោនឬក៏អាចនឹងស្មើប្រមាណ30លានអឺរ៉ូឬក៏34-35លានដុល្លារសហរដ្ឋអាមេរិកបាទតម្លៃប៉ុណ្នេះឃើញថាសម្រាប់ Barcelona កំពុងតែស្ថិតនៅក្នុងការពិចារណាខ្លាំងមែនតើហើយមកដល់ពេលនេះសម្រាប់តម្លៃនៃការទិញផ្ដាច់កុងត្រានោះបាទ option ឬក៏ជំរឿននៅក្នុងការទិញផ្ដាច់នោះគឺត្រូវបានបាទហួសពេលទៅហើយអញ្ចឹងគ្រោងចាំតែការចរចាគ្នាបន្ថែមទៀតប៉ុន្តែយោងតាមព័ត៌មានចុងក្រោយឃើញថាតាមស្ថិតិដែល Marcus Rashford លេងនោះហាក់បីដូចជាខាង Barcelona នេះហាក់បីដូចជាមិនគេហៅថាមិនសូវជាចាប់អារម្មណ៍នោះទេត្បិតតែបាទសម្រាប់ Manchester United តម្រូវឲ្យ Barcelona នោះបង់រហូតដល់3បំណាក់កាលឯណោះបានន័យថា3រដូវកាលក្រោយបាទបង់មួយរដូវកាលបង់ផ្ដាច់រហូតដល់3រដូវកាលក៏ពិតមែនប៉ុន្តែហាក់បីដូចជា Barcelona នេះដូចជាព្យាយាមចង់ឲ្យ Manchester United នេះទម្លាក់តម្លៃច្រើនជាងនឹងទៀតអញ្ចឹងពេលនេះសម្រាប់ Marcus Rashford កំពុងតែស្ថិតនៅក្នុងភាពតែតោលហើយពិបាកមែនទែនបាទមួយទៀតសម្រាប់ Onana នឹងត្រូវត្រឡប់មក Manchester United វិញហើយសម្រាប់ Manchester United នឹងត្រូវចំណាយលើ Onana កាន់តែច្រើនជាងមុនទៅទៀតប្រសិនបើ Manchester United បានចូលរួមការប្រកួត UEFA Champions League នៅរដូវកាលក្រោយនេះគឺជាកំណត់ហេតុនៅក្នុងកិច្ចកុងត្រារវាង Manchester United និង Onana អញ្ចឹងចំណុចនេះបាទ Man U គឺត្រូវតែបញ្ចេញកីឡាករមួយចំនួនធំបាទទើបអាចជួយស្ដារនៅសេដ្ឋកិច្ចបាទរបស់ក្លឹបបានបើមិនអញ្ចឹងទេគឺនឹងត្រូវចំណាយច្រើនមែនទែនបាទហើយបើយើងនិយាយអំពីទម្រង់លេងបច្ចុប្បន្នខ្ញុំបាននិយាយដដែលហើយថាសម្រាប់ការដឹកនាំរបស់ Carrick ឃើញថាកីឡាករនីមួយហាក់បីដូចជាមានការចុះសម្រុងគ្នាបាទតែមួយរយៈក្រោយយើងឃើញហើយបាត់ Martinez ធ្វើឲ្យវាពិបាកមែនទែនតំបន់ការពារបាទហើយឥឡូវនេះគឺឃើញថាទាំង Delay ទាំង Dalot ក៏ស្ថិតនៅក្នុងរបួសទៅទៀតអញ្ចឹងចំណុចនេះគឺជាចំណោទបញ្ហាមួយដែរបាទសម្រាប់ Manchester United បាទអញ្ចឹងសម្រាប់តំបន់ការពារនៅពេលដែល Carrick ដឹកនាំហាក់បីដូចជាមុំទាំច្រើនបាទប៉ុន្តែសម្រាប់ពេលនេះបើសិនជាបាត់បង់ Dalot ខ្ញុំក៏គិតថាវាមានចំណោទបញ្ហាដែរបាទសម្រាប់ Manchester United បាទហើយសម្រាប់ Harry Maguire បាទដូចជាត្រឡប់មករកពីចាឈឺវិញហើយបាទហើយ Maguire ក៏បន្តកុងត្រាជាមួយនឹង Manchester United រួចរាល់ហើយដែរប្រិមិត្តបាទអញ្ចឹង Maguire នៅតែជាកីឡាកររបស់ Manchester United បន្តទៀតបើនិយាយអំពី Bruno Fernandes ក៏មានរឿងរ៉ាវច្រើនថាតើគាត់នឹងបន្តនៅ Man U ឬក៏នឹងត្រូវចាកចេញបាទរឿងនេះទៀតសោតគឺត្រូវបានទាំងកីឡាករទាំងក្លឹបបាទកំពុងតែមិនជាបង្ហាញទេបាទសម្រាប់ Bruno គឺគាត់ថាគាត់ចង់នៅបន្តមួយ Manchester United ប៉ុន្តែសម្រាប់ Manchester United ក៏បាទតម្រូវការឲ្យ Bruno នៅបន្តផងដែរបាទសម្រាប់អ្នកដែលត្រូវចាកចេញនឹងអាចនឹងមានដូចជាបាទ Haaland បាទអាចនឹងត្រូវទៅ Napoli ហើយបាទ Marcus Rashford ប្រហែលជា Man U នឹងត្រូវព្យាយាមទម្លាក់តម្លៃទៀតដើម្បីឲ្យ Barcelona បាទហើយមាន Onana នឹងត្រូវរកក្លឹប Sancho ជាដើមហើយ Zirkzee ប្រហែលជាអាចនឹងត្រូវព្យាយាមរកក្លឹបថ្មីហើយបាទនៅក្នុងតារាងប្រហែលជាតូកីឡាករអាចនឹង10នាក់បាទដែល Manchester United នឹងត្រូវបញ្ចប់បាទយ៉ាងណាមិញបាទមិនបញ្ចប់ទេគឺបញ្ចេញបាទហើយសម្រាប់កីឡាករដែលចប់តែម្ដងនោះគឺ Casemiro សម្រាប់ Casemiro គឺមានអ្នកបាទកីឡាករដូចគ្នាច្រើនមែនតើបាទចង់សនំពោឲ្យគាត់នៅបន្តទៀតអញ្ចឹងណាបាទមានតាំងពី Dalot មានតាំងពី Bruno ផងដែរគឺចង់ឲ្យ Casemiro នៅបន្តជាមួយនឹង Manchester United បាទសូម្បីតែក្លឹបហ្នឹងក៏មានការចរចាច្រើនមកជាមួយនឹង Casemiro ដែរប៉ុន្តែសម្រាប់ Casemiro គឺគាត់បានសម្រេចចិត្តរួចរាល់ហើយថាគាត់នឹងចាកចេញពី Manchester United
nơi trong mình chọn này là đời cả ni bà mà để dạy cao cao cả đã nói là bọc Carrick nhưng khơi tha Casemiro nó cứ thua bàn là ô khăn mệt tén bà hơi bờ sân gì dương gì gì ông pi chật là bọc quát bàn lược làng tha sân khâm ta quát nâng mình sọt tập này cho nó về để quát bà ca bọc cô trong cao bọc quát cho mùi nâng Manchester United bà tại Việt Nam mình có chỉ cả sầm lại chất bọc quát rồi hỏi bà sầm lại Casemiro đòi mình bận to cho mùi nâng Manchester United nổi tì và dương này với ông pi Man U và vấn đề bận to từ đó bà cái hai tha Waterman là bọc Carrick ai nâng bận to cho mùi nâng Manchester United đại tì bây mất bởi sân này dương này với bị rương đi tu bây chia Carrick đặc nôm ban bọc phần này bà ai nâng nôm Manchester United bà lên UEFA Champions League đời cả cáo pon tay nhôm mưa từ can tất chất rồi bọc club pro hai chia mình miên chết tận na nơi không ca bận to Carrick nụ tì và như khơi tha đất mất rung crom cả đôi chia đất cái là co Manchester United đôi chia bà rồi kin đôi chia Rio Ferdinand ấy đôi chia mình sơ sải chất cho môi nâng Carrick phần màn thế đại Carrick nâng trời tại đặc nôm Manchester United anh giấy ban tha đôi chia bay chạy sai khá niềm mạch và p đại Ole tại đất phụ quạt hạ với đôi chia lương từ xa Ole nè con tay đập để Carrick tại đất thuộc bay chia ban chui menu và phần nâng đấy con tay hạ với đôi chia mình cái tham mình lược xa mình ấy đấy bà bài thì chia thì gì với chấm miên trơn bà chẳng sầm rạp club nhung kết hợp hai chia bị trà nó được không cá vô nè mấy mà đắc nôm bà chẳng person bằng chân mà to tiết nhưng mà đăng tha ta menu nâng trời thua giờ na đời cả cào chế hay prim mình còn đăng hay tha sầm rạp ba chục bon đi mình lấy chờ cứ bị bạ rồi tịch hơi bà nè mui chấm nuôn tới club mui chấm nuôn chia diêm tục bà được spur chia diêm với nè lúc ai gõ tại trong khối quạt thua ban bà nơi tay bà chọc càng nghe bà quạt đợi chấm nuôn đợi được lúc giờ bì chẳng chấm nói ní bà sầm rạp Carrick cả thua càng nghe bà to mùi menu to tiết rồi có ọt nútคือปีบ้านในขนมการซ่อนในทานหน้าปริมัดบ่าวกับปัวแต่อัดดัดกีฬาโกแมนูใจม้อหาบริชื่อมันเซอร์จิคอมโตรตะเลือแคริกประมาณเต้ให้สำหรับคลับโกปอดมีเหลียงถัดเตะตรงจมวยนึงเนี่ยเงี้ยระบอมันได้เจอชาอันผ่องได้บ่าเรื่องร้ายระบอบ่าแมนเชสเตอร์ยูไนเต็ดมีนปปนเน่